ជំរាបសួរទូតទស្សនិកជនដែលកំពុងតាមដានទស្សនាការផ្សាយបន្តផ្ទាល់ព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍ខ្មែរប៉ូលីស9ជាទីគោរពនិងជាទីមេត្រីសម្រាប់ថ្ងៃ8កែនខែស្រាំឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ដែលត្រូវនៅថ្ងៃទី21ខែសីហាឆ្នាំ2026ជាបន្តទៅនេះសូមអញ្ជើញទូតទស្សនិកជនមកតាមដានទស្សនានៅរឿងរ៉ាវព័ត៌មានជាតិដែលមានជាបន្តនៅក្នុងកម្មវិធីរបស់យើងនៅក្នុងវីដេអូនេះទូតទស្សនិកជនព្រះករុណាព្រះមហាក្សត្រសពព្រះរាជហឫទ័យស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិមានសាមគ្គីភាពដ៏ស្កឹមស្កែងដ៏ល្អវិចិត្រនៃប្រសិទ្ធភាពព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនាថ្ងៃទី21ខែសីហាឆ្នាំ2026នេះបានសពព្រះរាជហឫទ័យស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិមានសាមគ្គីភាពយ៉ាងស្កឹមស្កៃដ៏ល្អវិចិត្រនៃប្រសិទ្ធភាពព្រះរាជពិធីសម្ពោធដែលប្រព្រឹត្តទៅយ៉ាងមហោឡារិកនិងប្រកបដោយអំណររីករាយនេះក៏មានការអញ្ជើញដង្ហែព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងដោយសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចមហារដ្ឋសភាធិការធិបតីខុនសុដារីងប្រធានរដ្ឋសភានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាព្រមទាំងថ្នាក់ដឹកនាំសមាជិកព្រឹទ្ធសភារដ្ឋសភាឯកអគ្គរដ្ឋទូតឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសជាមិត្តនិងភ្ញៀវកិត្តិយសជាតិអន្តរជាតិជាច្រើនរូបផងដែរវិមានសាមគ្គីភាពគឺជាសំណង់អគារថ្មីនៃព្រឹទ្ធសភាដែលត្រូវបានស្ថាបនាឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែនដើម្បីឆ្លើយតបទៅនឹងការពង្រឹងតួនាទីនិងកំណើនការងារការលើកកម្ពស់ប្រសិទ្ធភាពគុណភាពនិងចីរភាពនៃស្ថាប័នព្រឹទ្ធសភាព្រមទាំងឆ្លើយតបទៅនឹងការអនុវត្តអត្ថិភាពចម្បងទាំងពីររបស់ព្រឹទ្ធសភានីតិកាលទី5ដែលបានដាក់ចេញដោយសម្ដេចតេជោប្រធានព្រឹទ្ធសភាគឺការលើកកម្ពស់ការទូតសភានិងការរួមប្រស័យឲ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោតដែលតំណាងឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានវិមានសាមគ្គីភាពបានបំពេញតួនាទីជាការិយាល័យធ្វើការរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភានិងជាទីកន្លែងទទួលភ្ញៀវអិសរាជជនជាន់ខ្ពស់ជាតិនិងបរទេសនានាគណៈអគារកេរដំណែលវិមានរដ្ឋចំការមុនឬហៅថាអគារក្រហមដែលជាកេរមរតកនិងស្នាមព្រះហស្ថដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុណាព្រះបាទសម្ដេចនរោត្តមសីហនុព្រះបរមរតនកោដ្ឋគឺបន្តរក្សាតួនាទីដ៏សំខាន់ជាមជ្ឈមណ្ឌលសម្រាប់សម័យប្រជុំពេញអង្គព្រឹទ្ធសភាដើម្បីពិនិត្យនិងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់ឬបញ្ហាទាំងពួងឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការបង្រួបបង្រួមជាតិឯកភាពជាតិនិងសាមគ្គីភាពជាតិវិមានសាមគ្គីភាពដែលប្រសិទ្ធនាមដោយសម្ដេចតេជោហ៊ុនសែនពិតជាមានអត្ថន័យប្រវត្តិសាស្ត្រនិងនយោបាយដ៏ជ្រាលជ្រៅជាមួយនឹងវិមានសន្តិភាពនិងវិមានមិត្តភាពវិមាននេះនិងរួមផ្សំនិមិត្តរូបនៃមុំសន្តិភាពមិត្តភាពនិងសាមគ្គីភាពដែលជាមូលដ្ឋានគ្រឹះចាំបាច់សម្រាប់ស្ថិរភាពវិបុលភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពសូមបញ្ជាក់ឲ្យដឹងថាវិមានសាមគ្គីភាពមានវិមានបណ្ដោយ79ម៉ែត្រគុណទទឹង47ម៉ែត្រគុណកម្ពស់35ម៉ែត្រនិងរៀបចំជា4ជាន់កណ្ដឹងដោយប្រើដំបូលរាបស្មើជាប្រភេទសំណង់បេតុងខ្សែកាំនិងបេតុងអាម៉េងដែលផ្ដល់ភាពរឹងមាំនិងទំនើបព្រមទាំងបង្ហាញពីស្ថាបត្យកម្មនិងរចនាបថខ្មែរសហសម័យហើយបានបញ្ចូលក្បាច់ខ្មែរជាទម្រង់ផ្កាច័ន្ទនិងបាំងខ្លែងដែលដកស្រង់ពីប្រាសាទបុរាណត្រូវបានយកមកលម្អនៅតាមការិយាល័យនិងជញ្ជាំងនៃវិមានសាមគ្គីភាពដើម្បីលើកកម្ពស់វប្បធម៌អត្តសញ្ញាណជាតិខ្មែរនិងស្របទៅនឹងតួនាទីនៃវិមានស្ថាប័នកម្ពុជានីតិបញ្ញត្តិនេះវិមានសាមគ្គីភាពនេះជាសក្ខីភាពនៃកម្លាំងមហាសាមគ្គីក្នុងស្មារតីជាតិខ្មែរតែមួយសាមគ្គីភាពរវាងរដ្ឋនិងវិស័យឯកជននិងជាសមិទ្ធផលរបស់កូនខ្មែរសុទ្ធសាធដែលទាំងអ្នកគូប្លង់អ្នកសាងសង់និងអ្នកជួយឧបត្ថម្ភថវិកាគឺជាខ្មែរទាំងអង្គ